Snow ទូលន់ប្រហឹងរដ្ឋធានី Caracas នោះគឺជាប្រតិបត្តិការយោធាពិសេសរបស់អាមេរិក Operation Absolute Resolve ដែលធ្វើឡើងនៅប្រទេស Venezuela ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយាទាំងកណ្ដាលអាទិត្យថ្ងៃសៅរ៍ទី3 ខែមករាឆ្នាំ 2026 តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃច័ន្ទទី5 ខែមករាឆ្នាំ 2026 បើគិតចាប់ពីការចាប់ផ្ដើមរហូតដល់ការចាប់ខ្លួនលោក Maduro និងភរិយាឡើងឧទ្ធម្ភាគចក្រប្រតិបត្តិការនេះចំណាយពេល72ម៉ោងប៉ុន្តែបើគិតត្រឹមការចូលទៅចាប់ប្រធានាធិបតី Venezuela ដល់ភូមិគ្រឹះប្រតិបត្តិការនេះចំណាយពេលមិនដល់30នាទីនោះទេហេតុអ្វីប្រតិបត្តិការ Operation Absolute Resolve ទទួលបានជោគជ័យដោយប្រើត្រឹមពេលខ្លីបែបនេះតាមពិតទៅអាមេរិកបានរៀបគម្រោងជាយូរមកហើយពលគឺភ្នាក់ងារចារកម្មអាមេរិក CIA NSA បានចំណាយពេលរាប់ខែដើម្បីតាមដានទម្លាប់រស់នៅរបស់លោក Maduro រហូតដល់ដឹងពីប្រភេទអាហារដែលលោកបរិភោគនិងសត្វចិញ្ចឹមរបស់លោកថែមទៀតផងមិនត្រឹមប៉ុណ្ណឹងកងកម្លាំងពិសេសអាមេរិកបានសាងសង់ភូមិគ្រឹះគំរូដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបែបបិទទៅនឹងភូមិគ្រឹះរបស់លោក Maduro មែនទែនដើម្បីធ្វើការវឹកហាត់វាឆ្មក់ឲ្យបានច្បាស់លាស់បំផុតក្រោយពេលត្រៀមខ្លួនរួចរាល់នៅថ្ងៃបើកប្រតិបត្តិការអាមេរិកបានប្រើប្រាស់យន្តហោះជុំបាំងទំនើបៗដូចជា F-22 F-35 យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀតដែលហោះចេញពីមូលដ្ឋានទ័ពចំនួន20កន្លែងផ្សេងគ្នាហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់នៅក្នុងការចុះទៅចាប់ខ្លួនលោក Maduro និងភរិយាដល់ក្នុងភូមិគ្រឹះអាមេរិកបានប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យា Cyber Attack ដើម្បីបិទភ្លើងទូទាំងទីក្រុង Caracas មុនពេលវាយប្រហារដើម្បីបង្កភាពងងឹតនិងធ្វើឲ្យប្រព័ន្ធការពារខ្លួនរបស់ Venezuela ពិបាកមើលឃើញក្រោយមកយន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកគំតិចរ៉ាដានិងប្រព័ន្ធការពារអាកាសរបស់ Venezuela ដើម្បីបើកផ្លូវឲ្យឧទ្ធម្ភាគចក្រហោះចូលក្នុងរយៈកម្ពស់ទាបនៅវេលាម៉ោង 2:01 នាទីព្រឹកម៉ោងនៅរដ្ឋធានី Caracas កងកម្លាំង Delta Force បានសម្រុកចូលភូមិគ្រឹះលោក Maduro ក៏ព្យាយាមរត់ទៅកាន់បន្ទប់សុវត្ថិភាពដែរប៉ុន្តែត្រូវកងទ័ពអាមេរិកឃាត់ខ្លួនទាន់ពេលនៅមុខទ្វារបន្ទប់នោះតែម្ដងលោក Maduro និងភរិយាត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់នាវាចម្បាំងអាមេរិក USS Iwo Jima រួចបញ្ជូនបន្តទៅកាន់ទីក្រុង New York ដើម្បីកាត់ទោសក្នុងប្រតិបត្តិការនោះមានការរាយការណ៍ថាមនុស្សស្លាប់ប្រហែល80នាក់រួមទាំងទាហានគុយបា32នាក់ផងដែរបានបាត់បង់ជីវិត